ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ដើមទៀបនិងផ្លែទៀបដើមទៀបនិងផ្លែត្រូវបានគេស្គាល់ថាជារុក្ខជាតិឱសថបុរាណដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពចាប់តាំងពីផ្លែស្លឹករហូតដល់ដើមនិងឫសខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់នៃដើមទៀបនិងផ្លែទៀបផ្លែទៀបសាច់និងគ្រាប់សម្បូរទៅដោយវីតាមីន C និងជាតិប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធការពាររាងកាយការពារជំងឺផ្ដាសាយនិងធ្វើឲ្យស្បែកភ្លឺថ្លាសម្រួលដល់ប្រព័ន្ធរំលាយអាហារសាច់ផ្លែទៀបសម្បូរទៅដោយជាតិសរសៃ Fiber ដែលជួយការពារបញ្ហាទល់លាមកនិងធ្វើឲ្យពោះវៀនដើរស្រួលទ្រទ្រង់សុខភាពបេះដូងនិងសម្ពាធឈាមសម្បូរម៉ូតាខ្យូមនិងម៉ាញ៉េខ្យូមដែលជួយសម្រួលសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងពង្រឹងប្រព័ន្ធភ្នែកមានវីតាមីន A និងជាតិប្រឆាំងអុកស៊ីតកម្មដែលជួយការពារភ្នែកពីការខូចខាតនិងពង្រឹងការមើលឃើញកាត់បន្ថយភាពតានតឹងវីតាមីន B6 នៅក្នុងផ្លែទៀបជួយសម្រួលអារម្មណ៍កាត់បន្ថយភាព stress និងកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តចំណាំគ្រាប់ទៀបមិនត្រូវទំពែឬលេបឡើយព្រោះវាមានជាតិពុលតិចតួចដែលអាចធ្វើឲ្យពុលឬរោលក្រពះបានស្លឹកដើមនិងឫសទៀបឱសថបុរាណស្លឹកទៀបត្រូវបានគេយកមកបុកបិទលើមុខរបួសឬបោសដើម្បីកាត់បន្ថយការរលាកនិងការឆ្លងរោគទឹកស្ងោរស្លឹកទៀបត្រូវបានគេប្រើដើម្បីជួយសម្រួលការឈឺចាប់សន្លាក់ឬបញ្ហាក្តៅក្នុងជាតិពុលក្នុងស្លឹកទៀបត្រូវគេយកទៅបុកយកទឹកធ្វើជាថ្នាំសម្រាប់ចៃឬសត្វល្អិតចៃក្បាលសម្បកដើមនិងឫសក្នុងវិទ្យាសាស្ត្របុរាណគេប្រើសម្បកដើមទៀបឬឫសស្ងោរទឹកដើម្បីជួយទម្លាក់ព្រូនកាត់បន្ថយអាការៈរាគរូសនិងជួយបញ្ចុះកម្ដៅការប្រុងប្រយ័ត្នទោះបីជាផ្លែទៀបមានរសជាតិឆ្ងាញ់និងមានប្រយោជន៍ច្រើនប៉ុន្តែមិនគួរបរិភោគហួសហេតុពេកទេដោយសារវាមានជាតិស្ករខ្ពស់ហើយអ្នកដែលមានជំងឺទឹកនោមផ្អែមគួរបរិភោគក្នុងកម្រិតសមល្មម